ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅវេលាថ្ងៃត្រង់ទី8ខែធ្នូឆ្នាំ2025ថាសាលារៀននៅក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជាថៃចំនួន4បានបិទទ្វារស្មើនឹង377សាលាគ្រូបង្រៀនចំនួន3197នាក់ប៉ះពាល់សិស្សស្របចំនួន78585នាក់សកម្មភាពបើកការវាយប្រហារជាថ្មីពីសំណាក់យោធាថៃមកលើកម្លាំងកងទ័ពកម្ពុជាមានតាំងពីរសៀលថ្ងៃទី7ខែធ្នូយោធាថៃបានបាញ់មកលើកងទ័ពកម្ពុជាឈរជើងនៅតំបន់ប្រលានថ្មស្រុកចំខ្សានខេត្តព្រះវិហារចាប់ពីម៉ោងប្រមាណ 14:15 នាទីរហូតដល់ម៉ោងប្រមាណ 14:32 នាទីហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាខណៈដែលការពិតជាក់ស្ដែងគឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយដោយឡែកនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជាចាប់ពីវេលាម៉ោងប្រមាណ 5:04 នាទីព្រឹកការបើកការវាយប្រហារនេះធ្វើឡើងនៅក្នុងតំបន់អានសេះនៅប្រាសាទតាមាន់ធំស្ថិតនៅតំបន់ប្រាសាទព្រះវិហារនៅ5អ្នកក្រានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនៅគោល8នៅប្រាសាទតាក្រ3និងនៅប្រាសាទខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅវេលាម៉ោង 2:15 នាទីរសៀលកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025សកម្មភាពនេះជំរុញឲ្យប្រជាជនកម្ពុជាត្រូវបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាពជាហេតុនៃការបិទសាលារៀនជាបណ្ដោះអាសន្ននៅតំបន់ប្រឈមនឹងហានិភ័យខ្ពស់